បាទបងប្អូនទាំងអស់គ្នាយើងមកតាមដានព័ត៌មានអន្តរជាតិថ្មីបន្តទៀតដែលជាព័ត៌មានអាប់ដេតចុងក្រោយនេះដុំចំណងជើងគេដាក់ថាប្រធានាធិបតីលោកត្រាំបានមានប្រសាសន៍ថាលោកនឹងពិនិត្យមើលផែនការសន្តិភាពថ្មីពីប្រទេសអ៊ឺរ៉ង់ក្នុងពេលឆាប់ៗនេះខណៈដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាលរាយការណ៍ថាពាក្យរាយការណ៍ថាទីក្រុងតេហេរ៉ង់បានដាក់សំណើដែលមាន14ចំណុចទន្ទឹមនឹងនេះសហរដ្ឋអាមេរិកបានពន្យាការលក់អាវុធតម្លៃ$8,000,000,000ទៅឲ្យសម្ព័ន្ធមិត្តរបស់ខ្លួននៅមជ្ឈិមបូព៌ាហើយការគម្រាមកំហែងដល់ការដឹកជញ្ជូនតាមនាវាសភាអឺរ៉ុបគ្រោងនឹងអនុម័តច្បាប់មួយដែលនឹងដាក់កម្រិតលើនាវាណាខ្លះដែលអាចឆ្លងកាត់ច្រកសមុទ្រហូម៉ូសទូរទស្សន៍រដ្ឋអ៊ឺរ៉ង់បានរាយការណ៍ថានាវារបស់អ៊ីស្រាអែលនឹងមិនត្រូវបានអនុញ្ញាតឲ្យឆ្លងកាត់ផ្លូវទឹកដ៏សំខាន់នេះឡើយហើយនាវាមកពីប្រទេសដែលមានអរិយភាពនឹងត្រូវតម្រូវឲ្យបង់ប្រាក់សំណងដើម្បីទទួលបានលិខិតអនុញ្ញាតឆ្លងកាត់ការដកទ័ពលោកត្រាំបាននិយាយថាសហរដ្ឋអាមេរិកមានផែនការកាត់បន្ថយកម្លាំងទ័ពឲ្យកាន់តែច្រើនថែមទៀតលើសពីចំនួន5,000នាក់ដែលមន្ទីរបញ្ញកោណបានបញ្ជាក់ថានឹងដកចេញពីប្រទេសអាល្លឺម៉ង់ក្នុងអំឡុងឆ្នាំក្រោយនេះបាទដូច្នេះមានសំណើពីអ៊ឺរ៉ង់14ចំណុចដើម្បីដាក់ឲ្យលោកត្រាំពិចារណាក្នុងការចរចាប៉ុន្តែលោកត្រាំក៏បានមានប្រសាសន៍ថាលោកមិនទាន់សំណើទាំងអស់ហ្នឹងប្រហែលជាមិនអាចស្រួលស្របបាននោះទេហើយស្ថានភាពគឺនៅតែតានតឹងដដែលតែគាត់នឹងធ្វើការមើលបាទធ្វើការ review ឡើងវិញ review ឆាប់បាទអរគុណច្រើនបងប្អូនអញ្ចឹងនេះគឺជាព័ត៌មានអាប់ដេតចុងក្រោយមួយបើមានអ្វីថ្មីខ្ញុំនឹងធ្វើការអាប់ដេតជូនបងប្អូនបន្តទៀតអរគុណច្រើនជម្រាបលា